ជារសួរប្រិយមិត្ត Film អ្នកកូននិយមក៏ដូចជាមហាជនទូទៅដែលកំពុងតែទស្សនាវីដេអូនេះខ្ញុំឈ្មោះ Rex ស្ថាបនិកនៃ Page Film អ្នកកូននិយមក៏ដូចជាម្ចាស់ YouTube Film KH សូមប្រាប់មុនឲ្យថាអីដែលខ្ញុំនឹងលើកយកមកនិយាយហ្នឹងនឹងមានការប៉ះពាល់ដល់ពាក្យសម្ដីនិងផលប្រយោជន៍របស់បុគ្គលជាច្រើនពិសេសផលប្រយោជន៍របស់បណ្ដាអ្នកឧបភោគដែលប្រើប្រាស់សេវាកម្មមើលកុនអញ្ចឹងណាបើបងកញ្ចក់មើលកុន free ទៅតាម website ផ្សេងៗដែលគេបានដាក់ឲ្យមើលអញ្ចឹងណាតាមពិតទៅខ្ញុំ Page ក៏ដូចជាបណ្ដា admin និង edit admin ខ្ញុំជាច្រើនអ្នកអត់ដែលមានបញ្ហាជាមួយនឹង website អស់ហ្នឹងទេពីរួមគឺសក់អ្នកណាក៏បានអ្នកហ្នឹងហើយក៏ដែលទៅទើសឬក៏ប៉ះពាល់មានជាលក្ខណៈបង្កសង្គ្រាមអីជាមួយនឹងអ្នកដែលរកស៊ីតាមរយៈការបើក website ដោយការយកវីដេអូពីស្រុកក្រៅយកមកបង្កើតជា platform មួយនៅក្នុងការរកលុយទៅតាម website អញ្ចឹងណាអានោះអត់ដែលទេសាច់រឿងគឺវាផ្ដើមមកពីអញ្ចឹងមានបុគ្គលម្នាក់ដែលមានឈ្មោះថារតរិទ្ធីដែលមាន account ដែលកំពុងតែ active របស់គាត់ហ្នឹងឈ្មោះថា head អ្វីតែមើលទៅតំណងគាត់គឺជាអ្នកដែលបង្កើត IT ម្នាក់ដែលចេះបង្កើត website អញ្ចឹងណាបន្លំខ្លួនចូលមកនៅក្នុងជាសមាជិករបស់គ្រួសារអ្នកកូននិយមរបស់យើងចូលក្រុមរបស់យើងអញ្ចឹងណាហើយផ្សព្វផ្សាយ website របស់គាត់ហ្នឹងនៅក្នុងក្រុមរបស់ពួកយើងយ៉ាងដល់ពេលហ្នឹងគាត់ទើបតែបង្កើត website ហើយគាត់បានមកសួរខ្ញុំថាសុំផុសបានអត់អញ្ចឹងខ្ញុំក៏អនុញ្ញាតឲ្យផុសហើយនៅក្នុងពេលវេលាហ្នឹងអាចនិយាយបានថាមុននឹងទៅទៀតតាំងពីខ្ទង់ឆ្នាំ2020 Film អ្នកកូននិយមបានបង្កើតនៅកម្មវិធីមួយដែលមានឈ្មោះថាអ្នកនាំរឿងដែលជាកម្មវិធីនៅក្នុងការណែនាំរឿងថ្មីៗដែលល្អមើលដែលគួរតែទៅទស្សនានឹងឲ្យមិត្តអ្នកកូននិយមរបស់យើងអាចកត់ចំណាំទុកថាអូរឿងនេះតំណងរឿងនេះមិនអីមិនអាចទៅរកមើលបានអីចឹងទៅបញ្ហាគឺបុគ្គលដែលមានឈ្មោះថារតរិទ្ធីដែលកាន់ Facebook ឈ្មោះថាហេតុអ្វីហ្នឹងបានយកឈ្មោះពាក្យថាអ្នកនាំរឿងយកទៅបង្កើតជា page ដោយប្រាប់ថានឹងគឺជាឈ្មោះរបស់ website របស់គាត់ដែលមានឈ្មោះថាអ្នកនាំរឿងហ្នឹងដែលវាបង្កើតជាភាពល្អកកដល់ខាងក្រុម Film Nerd របស់ពួកយើងច្រើនមកហើយប៉ុន្តែសួរថាខ្ញុំដែរទៅនិយាយពីរឿងហ្នឹងអត់ក៏អត់ដែរហើយបើសិនជាចង់បានផុសតាំងអាចទៅរកមើលបានថាអ្នកនាំរឿងឬក៏ Film Nerd recommend ហ្នឹងណាคลิปដំបូងផុសនៅក្នុងឆ្នាំណាថ្ងៃណានឹងមានពាក្យសម្ដីនិយាយថាអូគេក៏ចេះគិតនឹកឃើញដែរប៉ុន្តែសួរថាភាពចៃដន្យដូចវាចៃដន្យជ្រុលពេកដែលគាត់ធ្លាប់ជាសមាជិកដែលធ្លាប់បើបងកញ្ចក់បន្លំខ្លួនចូលមកក្នុងក្រុមរបស់យើងដឹងពី process ផ្សេងៗរបស់យើងនៅក្នុងការធ្វើការ treat fan ក៏ដូចជា clip content ផ្សេងៗរបស់យើងវាចៃដន្យខ្លាំងពេកដែលគាត់បាននាំយកឈ្មោះហ្នឹងទៅដាក់ជា page របស់គាត់ជាផ្លូវការតែម្ដងប៉ុន្តែសួរថាបើសិនយើងនិយាយតាមច្បាប់គេខុសអត់គេអត់ខុសទេផ្លូវច្បាប់ប៉ុន្តែបើសិនយើងនិយាយពីកម្រិតសុជីវធម៌អាហ្នឹងគឺវាចូលលក្ខណៈថាលួចឈ្មោះគេយកទៅប្រើបាត់ទៅហើយប៉ុន្តែសួរថាខ្ញុំដែរទៅរករឿងលើរឿងហ្នឹងអត់ក៏អត់ដែរចាត់ទុកថានឹងគឺជាភាពចៃដន្យដែលគាត់នឹកឃើញក្រោយខ្ញុំទៅចុះគាត់ចាំបញ្ជាក់ថាការដែលនឹកឃើញហ្នឹងគឺវាកើតឡើងនៅក្នុងពេលដែលគាត់នៅជាសមាជិកក្នុងក្រុមរបស់ Film ដែលអ្នកកូននិយមហ្នឹងបើបងចុះការបន្លំខ្លួនចូលមកហ្នឹងហើយទីបំផុត page ដែលមានឈ្មោះថាអ្នកនាំរឿងហ្នឹងក៏កើតឡើងស្របពេលជាមួយនឹង website ដែលកើតឡើងដំបូងអត់មានឈ្មោះសោះខ្លាចជា website ដែលមានឈ្មោះថាអ្នកនាំរឿងហ្នឹងបញ្ហាកើតឡើងបន្តទៀតនៅក្នុងការសង្គ្រាមដំបូង page របស់គាត់ហ្នឹងបានផុស clip មួយដែលជាតាក់ទងជាមួយនឹងរឿងណាចាវគ្គ2ដែលមានការបកប្រែជាភាសាខ្មែរហើយមានការឃោសនាឲ្យចូលទៅមើលរឿងនៅក្នុង website របស់គាត់ហ្នឹងហើយដូចជាមានការឃោសនាឲ្យចំណាយលុយអីចឹងណាអាហ្នឹងជា process របស់គេពេលហ្នឹងក៏មានបុគ្គលម្នាក់ដែលគាត់ចូលទៅលក្ខណៈថារិះគន់ដែលមានអត្ថន័យជារួមថាការធ្វើបែបនេះវាជាអំពើខុសច្បាប់ដែលបានសុំសិទ្ធិពីខាង distributor ឬក៏អ្នកម្ចាស់កម្មសិទ្ធិតែម្ដង copyright ម្ដងស្រាប់តែបុគ្គលស្រីម្នាក់ដែលមានឈ្មោះថាសៀកេសរមេលាដែលជាម្ចាស់ account ដែលមានឈ្មោះថារាជមយុរាផុស clip ជេរបចោជេរមរាយជេរសណ្ដានជេរពូជជេរស្លាំងសាហាវតែម្ដងដោយមានការគ្រប់គ្រងពី fan របស់គាត់ដែលទទួលបានផលប្រយោជន៍នៃការទស្សនារឿង free ហ្នឹងចូលមកជួយជេរលក្ខណៈសង្កត់ថាគេនឹងដុតផ្ទះសម្រាប់មនុស្សហ្មងគាត់អាចជេរគេអញ្ចឹងបានដោយសារតែគេអត់មាន platform ផ្ទាល់ខ្លួននៅក្នុងការតបតទៅគាត់ដោយសារតែគេទុនខ្សោយជាងគាត់ទើបគាត់លើកតបទៅធ្វើបាបគេជេរគេគ្រាន់តែគេរិះគន់ថាគាត់ផុស content មួយដែលអត់មានការអនុញ្ញាតពីម្ចាស់ copyright ទី1គាត់បានលើកយកភាពខ្វះខាតនិងភាពអន់ខ្សោយផ្នែកចំណេះដឹងរបស់អ្នកតាមខេត្តនេះខ្ញុំសូមនិយាយត្រង់យកមកធ្វើជាខែលយកមកធ្វើជាចំណាប់ខ្មាំងនៅក្នុងការគ្រប់គ្រងក៏ដូចជាការពារគាត់កុំឲ្យអ្នកផ្សេងគិតថាគាត់ពិតជាធ្វើខុសមែនទី2ចង់សួរទៅវិញថាបើសិនជាអ្នកឯងធ្វើអត់បានលុយអ្នកឯងបង្កើត website មកធ្វើអីអ្នកឯងចំណាយលុយទៅជួលអ្នកបកប្រែអ្នកបញ្ចូលសលេងបកផលិតជាកនបរទេសដែលបញ្ចូលសំឡេងខ្មែរនឹងធ្វើអីអ្នកឯងកំពុងថាប្រាប់ថាអ្នកឯងគឺជា Robin Hood មែនអីគេប្លន់អ្នកមានជួយអ្នកក្រហ្នឹងប៉ុន្តែនៅក្នុងជីវិតពិតទង្វើរបស់អ្នកឯងហ្នឹងគឺជាទង្វើខុសច្បាប់គេរិះគន់គេអត់ខុសទេអ្នកឯងប្រកែកវិញក៏អ្នកអត់ខុសដែរប៉ុន្តែការដែលអ្នកឯងទៅជេរគេឆ្កែឆ្មាជេរញាតសន្តានជេរពូជពងវងតកូលគេហ្នឹងអ្នកឯងអាងអីម្នាក់ស្រីសៀកេសរមាលានេះអ្នកឯងអាងអី
ក្រោយមករៀងវែងឆ្ងាយអីដែរហើយក៏មាន content creator ស្រីម្នាក់ដែលចេញមកនិយាយលើកសរសើរ page របស់ពួកគាត់ហើយនិយាយក្នុងខ្លឹមសារជារួមថាប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់នេះបើមកកញ្ចក់បុគ្គលដែលមានឈ្មោះថារតរទ្ធីនិងសៀកេសមីលាហ្នឹងគឺជាជនសប្បុរសដែលតែងតែបង្កើត website យករឿងបរទេសមកបកប្រែជូនបងប្អូននៅតាមខេត្តបានទស្សនាគាត់ប្រើពាក្យថាធ្វើដើម្បីកូនខ្មែរក្នុងន័យសប្បុរសខ្ញុំមិនដឹងថាការឃោសនាបែបហ្នឹងវាកើតឡើងដោយរបៀបណាទេហើយក៏មិនដឹងថាម្នាក់ស្រីដែលជាអ្នកព្យាយាមឃោសនាឲ្យគេគ្រប់គ្រងថាទង្វើបែបហ្នឹងជាទង្វើសប្បុរសហ្នឹងគាត់មានគោលបំណងអ្វីដែរគាត់តែយើងដឹងថាគាត់គឺជា content creator ហើយរាល់វីដេអូរបស់គាត់គឺសុទ្ធតែមាន sponsor ហើយ website ដែលមានឈ្មោះថា khdiamond.net ហ្នឹងគឺជា website បើកសម្រាប់រកលុយអញ្ចឹងយើងអត់ដឹងថាមានការដោះដូរផលប្រយោជន៍អ្វីចំពោះគ្នាទៅវិញទៅមកទេប៉ុន្តែអីដែលខ្ញុំអត់ពេញចិត្តហ្មងគឺគាត់ព្យាយាមបង្កើតការយល់ច្រឡំនៅក្នុងខ្លឹមសារជារួមមួយថាទង្វើរបស់គាត់គឺធ្វើដើម្បីកូនខ្មែរគាត់យកពាក្យថាកូនខ្មែរមកអាងដែលចង់សម្ដៅថាពួកគាត់គឺជាបុគ្គលសប្បុរសវាប្រៀបដូចជាការប្រាប់ថាការដែលគាត់លួចរបស់គេហ្នឹងយកមកប្រើលាបពណ៌ធ្វើជារបស់គាត់ហ្នឹងគឺជារឿងត្រឹមត្រូវតែវាជាកូនងើកភ្លើងមួយដែលព្យាយាមដុតឲ្យឆេះនៅផ្នត់កំណត់មួយថាលួចទៅខ្មែរយើងលួចទៅអត់អីទេហ្នឹងមែនអ្នកឯងកំពុងតែព្យាយាមប្រាប់គេអញ្ចឹងមែនហើយខ្ញុំអាចក៏ហៅថាលមាស់ដែរចូលទៅ comment ពាក្យមិនសមរម្យដែរព្រោះអត់អាចទ្រាំបាននៅពេលដែលឃើញអ្នកដែលមានសំឡេងម្នាក់នៅក្នុង social media ព្យាយាមសាបព្រោះគំនិតបែបហ្នឹងទៅអ្នកដែលកំពុងតែទស្សនាវីដេអូរបស់គាត់ហ្នឹងដែលយល់ថាទង្វើបែបហ្នឹងគឺជាទង្វើត្រឹមត្រូវហើយក្រោយមក website របស់គាត់ហ្នឹងក៏បានបង្កើតទៅជាការទិញដូរបានន័យថារាល់ពេលដែលចង់មើលរឿងរបស់គាត់គឺត្រូវតែបង់លុយនៅក្នុងការចូលទៅមើល10អ្នកប្រហែល100អ្នកប្រហែល1000អ្នកប្រហែលហើយប្រជាជនស្រុកខ្មែរយើងមានប្រហែលលានអ្នកវាស៊ីមេត្រីគ្នាអត់ការដែលគាត់យករបស់គេមកធ្វើអាជីវកម្មផ្ទាល់ខ្លួនរកលុយចូលកប៉ៅខ្លួនឯងហ្នឹងហើយយកអ្នកតាមខេត្តមកធ្វើជាខែលមកធ្វើជាចំណាប់ខ្មាំងការពារគាត់ចំពីមុខកុំឲ្យពាក្យថាខុសច្បាប់របស់គាត់ហ្នឹងត្រូវវែកមុខចេញមកអីចឹងហើយរឿងហ្នឹងក៏មិនតែកើតឡើងតែម្ដងពីរដងដែររាល់ពេលដែលមានការរិះគន់ពីមហាជនដែលគេប្រាប់ថាអូយករឿងគេមកលក់អីចឹងវាអត់សមទេអីចឹងតបរបស់គាត់មកហើយមិនថា admin ក៏ដោយ fan របស់គាត់ក៏ដោយគឺចូលមកប្រមាថការទៀនមើងងាយការងារមើងងាយញាតិសន្តានក្រុមគ្រួសារគេឌីលពូជឌីលម៉ែឌីលឪគេពេញហ្នឹងហ្មងជាពិសេសម្នាក់ស្រីស្អីជានេះសៀកេសមីលានេះជេម៉ែជេពូជឌីលសន្តានគេសាហាវតែម្ដងដោយមានការគ្រប់គ្រងពីបណ្ដា fan របស់គាត់ fan គាត់ហ្នឹងក៏មិនណយដែរលក្ខណៈថាសុំប្រើពាក្យថាអត់ពូជហ្មងព្រោះថារៀងប៉ះពាល់ផលប្រយោជន៍គាត់អីចឹងណាហើយសំខាន់មកគ្នារបស់គាត់ហ្នឹងគឺបកកែមែនទែននៅក្នុងការបង្កើតរូបភាពគេហៅថាប្រមាថការទៀនចំអកលក់លើជន់ឈ្លីកិត្តិយសអ្នកដតីអីចឹងណាគ្នាគេទាំងប្រមាណអ្នកហ្នឹងទាំង fan ទាំង admin ហ្នឹងចូលចិត្តបង្ហាញភាពក្អេងក្អាងតាមរយៈការជេរប្រមាថមើងងាយគេមែនទែនហ្មងហើយចូលចិត្តប្រើពាក្យអីគេបើដឹងថាប៉ះអញមិនបានហើយមកប៉ះអញធ្វើអីតែភ្លើគេជេរហើយគ្រាន់គេរីកហ្នឹងថាគេភ្លើហើយគេភ្លើគេអ្នកទៅត្រូវតែអ្នកឯងជេរចឹងហ្មងអ្នកឯងចង់សម្ដៅលើអីមនុស្សភ្លើគឺត្រូវតែមានសម្រាប់ឲ្យអ្នកឯងជេរមែនហើយជេរដល់ថ្នាក់អ្នកដឹកនាំរឿងអ្នកផលិតកុននៅក្នុងស្រុកខ្មែរទៀតសាហាវណាទៅពួកវាអាងយ៉ាងដល់ថ្នាក់ការផុសជេរម៉ែគេជេរញាតិសន្តានជេរញាតិផៅមើងងាយតាំងពីការងាររបស់គេមើងងាយតាំងពីភេទរបស់គេឡើងហ្នឹងណាដោយសារតែច្បាប់អត់ទាន់អាចធ្វើអ្វីពួកវាបានវាប្រើពាក្យថាក្បាលពួកហែងហ្នឹងរកយកពេលទៅរកស៊ីទៅកុំមកចេះរឿងអញលុយអញអូខេឥឡូវចូលមកដល់រឿងមួយទៀតថ្មីស្រស់ហ្មងដែលពួកវាដល់ពេលវាដើរតួជាមនុស្សអាក្រក់តាមម្នាក់ឯងអត់បានវាត្រូវទាញអ្នកផ្សេងមកឲ្យអាក្រក់ជាមួយនឹងវាដែរហើយវាប្រើពាក្យថាអ្នកសម្រាយរឿងអ្នក review រឿងដែលជាការងាររបស់ពួកខាងខ្ញុំឬក៏ page មួយចំនួនផ្សេងទៀតបង្កើតមាតិកាដែលតាក់ទងជាមួយនឹងកុនដែលវាថាបញ្ចូលសលេងជា AI ហើយជាពិសេសអ្នកសម្រាយ comic នៅលើ YouTube អីហ្នឹងគឺសុទ្ធតែខុសច្បាប់ហ្នឹងវាគឺជាការស្រែកឡូឡាមួយដែលទាញគេឲ្យខុសជាមួយនឹងវាដែរហើយត្រូវដឹងថាច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិហើយនឹងកម្ពុជាការទីទុកមុនការរិះគន់ការវិភាគអីហ្នឹងឬក៏ការ spoil រឿងក៏ដោយឬក៏ comic អីក៏ដោយវាកើតឡើងចេញពីការដកស្រង់យករូបភាពខ្លីៗពីវីដេអូឬក៏សៀវភៅទាំងអស់ហ្នឹងយកមកធ្វើជាការកាត់តជាបំណែកតូចៗដែលវាចូលទៅក្នុងលក្ខខណ្ឌ fair use គឺបានន័យថាការបើកឲ្យប្រើប្រាស់ដោយយុត្តិធម៌ហើយនឹងជាលក្ខខណ្ឌ guideline មួយរបស់ YouTube ដែរដែល YouTube គឺមានសហការពីខាង distributor ផងពីខាងម្ចាស់កម្មសិទ្ធិបញ្ញាផងមិនថា Marvel Disney Paramount Sony អីចឹងទៅព្រោះថាអ្នកទាំងអស់ហ្នឹងមិនថាអ្នក spoil ក៏ដោយ review ក៏ដោយគឺគេបង្កើតនៅតម្លៃមួយដែលគេហៅថា transformative work ដែលវាប្រៀបដូចជាការជួយឃោសនាដោយប្រយោលដល់ខាងកុនដើមរបស់គេហ្នឹងហើយឯងយក content ដែលគេនិយាយថាទៅកាត់ជាកង់ដែលត្រូវតាម guideline របស់ YouTube ហ្នឹងយកមកប្រៀបធៀបថាគេក៏ជាចោលដូចឯងដែលឯងខ្លួនឯងហ្នឹងយករឿងគេពេញយកមករកស៊ីដាក់លក់រក content creator ដែលតាក់ទងជាមួយនឹងកុនដូចជាខ្ញុំជាដើមមានការស្នើសុំត្រឹមត្រូវនៅក្នុង YouTube ដោយគោរពតាម guideline របស់ YouTube ថាកម្រិតនៃការដាក់វីដេអូអស់ហ្នឹងឬក៏ comic អស់ហ្នឹងដាក់បានកម្រិតណាគឺគេមានចែងហើយ1 2 3 4 5មកហើយទៅរកអានមើលខ្លួនឯងទៅវាវែងឆ្ងាយគេប្រាប់ហ្មងថាបើសិនជាអ្នកឯងមានការដាក់វីដេអូដែលមាន
thế ra về lìa pram từ bằng Việt Nam tí traffic box YouTube nó kia đừng chập mà anh nâng việc khai chỉ ca cho cho mùi nâng khang YouTube bài tha dương kho gài lái bỏ kê dạng mấy chẳng anh mình cái độ video trên đầu YouTube toa rồi còn dương luôn anh toa thì nè độ chân ấy chẳng rồi còn mình ca cài prai chân tay cho tôi tới YouTube cứ cái pram màu tha kho lại ní ai do từ cài prai bình bàn ấy để nhóm chi dâm vậy nó cứ trong ban đây tha YouTube luôn ấy cứ miên ca xã ca khúc cho mùi nâng content creator ná đã thưa ca tại tôi cho mùi nâng con rồi có comic đã đôi nhóm vậy chẳng tha phía cứ chia fair use đã miền cả này nhà trầm tới pi khang mà chặt copy ra vậy cứ cái bao ơi pra sẽ rầy rồi rạp ná ở miền cả pra phụt thế nâng lơ cầm rật đại kê bán đã rồi có rụp hiệp comic pin đại kê cầm nọt bên đây tha video comic bao nhóm rồi còn nè đợt tây tiết bên tha không sọc rồi cái sọc tế cứ cái ban chlong cắt ca trượt bị nứt gài lán cho bát lo hay rồi cả phao ha cứ YouTube bị trượt bị nứt nè tha nè anh miền kho gài lán ọt miền là mới lơ cầm sực bả nhà cái ọt cứ bị chặt tầng ọt chắc bây giờ dương trầm tới tam gài lán bao cái đã màu đại tế cái nâng approve ở dương chỉnh video anh ấy cứ nhóm vậy bỏ sai chùm nu hay năng đầm nán nè đang còn man đại là thưa còn then bẹp nấng đại viết chia giúp ô tiếng ở khai chia cháu đội viết ở khăn tại bàn nâng chắc bây giờ trên này ai nhẹ cháu thả nhóm có đôi chuyện nè thưa content sầm rải đường xem đại pra chắc bắp đại kia hai thác fair use nâng á một priết thiếp cho môi nâng phiếp cháu rồi bọn này ai đại lụi video cái dọc một bộ prai và cho sờ lấy đại lụa nè đôi kia khó kia đại kha tay mà đâu ở miền level cho môi kia niềng hai bữa sinh chỉ phụ ấy nó ngay trong và cái hưởng fair use đòi con tài ca phụ đại phụ ấy pra phiêu ngật là ngôn bao phụ ấy từ xu hưởng AI nâng ấy thời đơn tháng rồi viếng cả anh what but hai nâng Tuesday đại tranh một bị AI đại kế nâng bằng hai bịa xong đấy đại trong start nâng á cứ việc khó khăn cái nông ca what but cứ cái pra Tuesday but cô ca but hai nâng lẹ khăn but đại kế ban chay mò tầng đông màu mòn vậy thôi rồi sắp tới bữa sinh chỉ video dân khơi kho lẹ khăn cứ kế mình tục dân tê cho phụ ấy vĩnh pra Tuesday AI một anh what đầm bay về tha liên cầm hot phiếp chỉ trao hai nâng chôn pia bao phụ ấy nâng phụ ấy ăn ấy hay cái nhầm khơi fan cái cho tôi comment tha ôi phụ nâng việc đăng tha bằng ai tên license tê wow số tên license tiệt lấy bằng hai mới liệt khát license để tên video rương con cái muối mà rương đại đặt họp quan họp liên rương không phải sai ấy nè không mà rương này tinh bằng màn mớn đã mà mở sao tầm miền fan tên vậy tha bằng ai tên license hãy tới có họ fan đó nâng tiệt có họ fan tha hãy miền license thầm thử họ si á một là bỏ chào tề bàn tay tranh một mà tha luôn ai nước sọc rồi hãy tới có họ liệp bỏ tha luôn ai nước chứ mà chắc cam mà xuất video nâng tiệt mà chắc cam mà xuất tại môi cốt đây hãy ai thưa ba nó cứ cam mà xuất nấy ăn tập bọt bỏ trái hay nâng ca bằng châu xử lý bỏ hãy nè mình men chiếc video để hãy dọc lùi kê màu nâng tê hay mấy cái ăn giang mẹ đai chê mai kê chê nhiệt sầm đán kê pin nâng nè anh cái recon em bán nè ấy có ăn giang mẹ hay khi admin này ấy cái mòn vậy tha nè thưa không bị nó cứ trao đôi để kia tê nè sầm rải thứ nó sẽ trao đôi kia tê bà xong ra thay cái miếng gài lái cái bà lo na nơi YouTube hãy luôn ấy dọc một là bỏ kho bát nứng do một thuê chia năng bài bọc luôn ấy hãy tranh một thuê chia bộ bơi sập rồi ấy kia thôi là bên này khai đấy băng lôi trôi mơ thế vậy lát giờ thay nhung nuôi chừng này thuê video ở ban lôi ấy nè một tao clip kê ấy nè ba xong bây giờ thay YouTube mình chỉ năng bài cô lấy bao nhung tên nhung thuê tranh pika sờ bài đi ri đại nhung trăm thuê rồi người ta chụp nè đại cho chất comic chụp nè đại cho chất con ấy chẳng đôi kia tê tê class bị bảy khai em toàn mấy video muối phong ở miền ban mà họ xí lơ platform on nâng thế mình đôi phải để thuê vào các website vô bọc kê mà lụa thư năng bài hay là việc tha lôi trốn đa tua thuê chôn sọp ở đó tê là bỏ hãy thao mét không mà rương pi pon mét phần tay không mà rương hãy mơประมาณrồi nèประมาณliền nè hai website hãy mơประมาณ pon រឿង hay ca đại an giang đa chê mai kê đại kê ri côn tha hãy vô là bỏ kê mà lụa nứng hãy đa chê mai chê sẵn đán chê nhiệt phơi chê ca nghe chê phê chê ấy bỏ kê chọn chli kê nứng hãy an ấy hãy ăn lơ phiệp on tập piel bỏ hãy mình ấy nè cho mơ của mình đó phê bao nhiêu ấy không tôi nhớ sốc ai các ba mà ở kê chê dạng srulสมบัติตรมขมิ้นละใบชนะปีปอนดอมเปอร์ซอจังท่าเอาเกสรีปีปอนบุญแต่ดังท่าละใบตั้งปีชนะปีปอนดอมเปอร์นั้นบ้านในทำไงโอ้ยโจ้ตื่นสต็อกตื่นสเกลมือชนอลบอกเกจังมองไงตามด้านเพื่อการวิเพียท่าให้หนังไอเธอซีไอบ้านคลาจังมองไงแต่เปียท่าใส่เกสรีจ้าปีปอนบุญเนี่ยปีปอนบุญกับท่าไลฟ์เฟซบุ๊กยูทูบมันตอนเมียนพอในศกขมายให้ละใบข้างไอhãy là bài khang ấy hãy là bài khang chôn pia rồi có phép trao bao hải năng mền chắc ban đây tha phép trao bao phụ hải năng mình mền miên tâm ta lợi chẳng này một page năm chiên ấy nè ô hãy trao tăng pi piam pi pon buồn hãy trao hãy ngắt tới hãy tranh mà chê mai kê chê nhiệt sần đan chê pu chê bộ kê chẳng hãy nâng ăn sấy ăn khăn mến nè để cho bệnh chi nâng mến kê cho bệnh chi nè rom rơi đại chỉ mua hãy lụi bị kê nâng á ơi hãy bạc tôm thừa chi bạc cam nâng hãy mến ban prap kê ở thá bong ấy van đại nhom vô mà lụa nâng á cứ là bọn đại nhom lụi kê bong tay nhom vô mà liệp poi bằng anh đạo nhom ban thừa chi bạc cam nâng phong này chẳng nhom vô từ lụa
ឯងគ្រាន់តែស្នើសិទ្ធិសុំបើក website ហើយខ្លាំងដល់ថ្នាក់បើកជាសហគ្រាសហ្មងសហគ្រាសមិនមែនជាកូន website ទូចណាសហគ្រាសនៅក្នុងការលួចរបស់គេយកមកលក់ដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនៅក្នុងរូបភាពដែរធ្វើដើម្បីអ្នកក្រតាមខេត្តហើយស្អីគេវា screenshot រូបខ្ញុំហើយវាយកទៅ post ថាស្អីគេវាចង់បកស្បែកខ្ញុំហើយអានស្អីចង់បកស្បែកអញហើយនឹងស្អីគេស្បែកអញអីក៏ផុយមែនហើយបកបានងាយមើលឯងមកបកមើលហើយអាងអីហើយអាងមានបងឯកពីក្រោយខ្នងមែនលើកមុនឮថាស្អីគេអូគេមានបងប្អូនធ្វើការនៅក្រសួងបងប្អូនឯងចេញមកបកស្រាយប្រាប់មហាជនមើលថាទង្វើចោលបែបហ្នឹងគឺជាទង្វើត្រឹមត្រូវប្រទេសយើងវាអត់មានច្បាប់មានទម្លាប់អីទេចេញមកបកស្រាយមើលចេញមកបកស្រាយមកថារាល់ការដែលគេរិះគន់គឺត្រូវតែជេរប្រមាថមើលងាយញាតសន្តានជេរញាតផៅជេរភេទជេរមុខរបរការងាររបស់គេដល់ថ្នាក់ហ្នឹងហើយខ្ញុំនិយាយមិនមែនអត់មានផុសតាំងទេណាម្នាក់ស្រីដែលមាន account សៀគេសមមាលាម្នាក់នេះជេរគេតាំងពីមុខរបររបស់គេឡើងដែលមកខាងបងប្អូនដែលខ្ញុំរាប់អាននៅក្នុងក្រុមរបស់ខាងខ្ញុំតែគាត់ជា LGBT ហើយមានមុខរបរជាអសតការីជាមុខរបរគោលដែលគាត់មានទម្លាប់កំសាន្តមួយនៅក្នុងការចូលរួមនៅក្នុង community អ្នកដែលចូលចិត្តមើលកុនទៅមើលកុនជុំគ្នាអីចឹងណាតែបងប្អូនម្នាក់ខាងខ្ញុំគឺមានការរិះគន់លើអត្តចរិតនៅក្នុងការរៀបជេរម៉ែគេជេរអីចាប់តែគេយកទៅ post ជេរនៅក្នុងក្រុមរបស់គេទាំងថាអ្នកហៃអើតែស្គរ fan គ្នាគេហ្នឹងប្រើពាក្យថាមួយទៀតចរិតហែងអញកោតហែងធ្វើពេទ្យកើតដែរពេទ្យគេក្រមសីលធម៌ល្អណាស់តែហែងនេះលេងចរិតញីឆ្លោះជាមួយគេប្លុកគេហើយដើរនិយាយហើយគេបើកវងកញ្ចក់ស្មាតទោសមួយចោះអានេះមិនដឹងវានិយាយដើមអ្នកជំងឺមួយណាខ្លះទេអញអាណាស្រាតចេញទឺតអីហ្នឹងវាដើរនិយាយដើមគេខ្ទេចចង់និយាយថាអ្នកឯងអាងស្អីមកមើលងាយគេដែលគេមានវិជ្ជាជីវៈជាអសតការីទាំងមូលក្នុងការលក់ថ្នាំនេះហើយគ្រាន់តែគេជា LGBT អ្នកឯងយកមកជន់គេដល់ថ្នាក់ហ្នឹងអ្នកឯងមើលងាយគេមែនអ្នកឯងកំពុងតែស្រែកប្រាប់គ្រប់គ្នាថាឲ្យតែ LGBT គឺសិតតែត្រូវធ្វើចរិតថោកទាបអញ្ចឹងមែនឲ្យតែ LGBT ត្រូវតែមានការលួចមើលធ្វើអំពើអនាចារបែបហ្នឹងមែន LGBT ធ្វើការផ្នែកសុខាភិបាលអត់បានមែនធ្វើជាពេទ្យធ្វើជាអសតការីធ្វើជាឈ្មោះឬក៏ធ្វើជាអីអត់បានមែនឲ្យតែ LGBT អ្នកឯងកំពុងតែនិយាយហ្នឹងគេបកកាយពាក្យសម្ដីជាមួយអ្នកឯងគេប្លុកអ្នកឯងចោលព្រោះគេអត់ចង់មានរឿងនៅក្នុងការឆ្លោះគ្នាជាមួយអ្នកឯងព្រោះថាឋានៈគេខ្ពស់ជាងគេអត់មានការមកចំណាយជាមួយនឹងមនុស្សស្រីដែលមានមាត់ជាសត្វដេរឆានដូចអ្នកឯងចឹងទេទើបគេប្លុកអ្នកឯងចោលដើម្បីកុំឲ្យមានរឿងបន្តទៀតហើយពួកអ្នកឯងបែរជាទៅយករឿងហ្នឹងទៅនិយាយលេងសើចហើយប្រាប់ថាការដែលគេធ្វើអញ្ចឹងគឺគេខ្លាចអ្នកឯងមែនទេអាទង្វើតេះដៀលប្រមាថមើលងាយគេជេរស្ដីដល់ញាតិផៅសន្តានរបស់គេនៅក្នុង social media អ្នកឯងហ្នឹងអ្នកឯងអាងអីសួរតែមួយម៉ាត់ទេអាងស្អីឬក៏អាងអ្នកកាងរបស់អ្នកឯងព្រោះខ្ញុំក៏បានឃើញសមាជិកម្នាក់ដែលគេហៅថាជាអ្នកគ្រប់គ្រងដែលមានភាពសកម្មដែលគេហៅថា participate ហ្មងនៅក្នុងក្រុមនេះឯងដែលកាន់ account Facebook ដែលមានឈ្មោះថា Mito Kisiki ដោយឈ្មោះពិតរបស់គាត់គឺ Pheng Samraj តែពេលដែលយើងចូលទៅមើល profile របស់គាត់គឺជាមន្ត្រីប៉ូលីសម្នាក់ដែលមានឋានន្តរស័ក្តិស័ក្តិ4តែគាត់បានចូលទៅ comment ឲ្យដៃពួកទាំងនោះដោយនិយាយពាក្យថាសូមកុំទៅរវល់អីនៅស្រុកខ្មែរមិនទាន់មានច្បាប់ជាក់លាក់តាក់ទងនឹងរឿងនេះទេធ្វើមើលតែប្រើកុំព្យូទ័រទិញ license crack ដូចតែគ្នាសោះឥឡូវខ្ញុំមានសំណួរមួយសួរទៅកាន់មន្ត្រីប៉ូលីសដែលគាត់មានឈ្មោះថាភេងសម្រេចហើយគាត់មានស័ក្តិ4កាន់នៅ account ដែលមានឈ្មោះថា Mito Kisiki ម្នាក់ហ្នឹងបញ្ជាក់នេះជាការចោទសួរមិនមែនជាការចោទប្រកាន់ពាក្យសម្ដីដែលលោកស័ក្តិ4និយាយនៅក្នុងចេតនាថានៅក្នុងស្រុកខ្មែរអត់ទាន់មានច្បាប់មានទម្លាប់តាក់ទងជាមួយនឹងបញ្ហាអស់ហ្នឹងចុះច្បាប់ស្ដីពីអ្នកនិពន្ធហើយនឹងសិទ្ធិបហផែលដែលចែងតាំងពីឆ្នាំ2003ហ្នឹងគឺជាច្បាប់អ្វីឥឡូវបើមិនដឹងទេខ្ញុំនិយាយប្រាប់នៅក្នុងនាមខ្ញុំក៏ជាផលិតករម្នាក់ច្បាប់ហ្នឹងគឺមានសម្រាប់ក្នុងការការពារសិទ្ធិនៅក្នុងការផលិតភាពយន្តនិងការហាមឃាត់មិនឲ្យមានការលួចចម្លងឬក៏វាថាយកទៅកែច្នៃយកទៅប្រើនៅក្នុងន័យខុសច្បាប់អីចឹងបញ្ជាក់ច្បាប់ហ្នឹងគឺមានតាំងពីឆ្នាំ2003មុនអាអន្តពាលមួយដែលវាអួតថាវាល្បីភាពអន្តពាលរបស់វាតាំងពីឆ្នាំ2004ទៀតចឹងខ្ញុំសួរថាលោកដែលជាមន្ត្រីការិយាល័យដែលពាក់ដល់ស័ក្តិ4នេះដែលគួរតែជាអ្នកកាន់ច្បាប់នេះមានដឹងពីច្បាប់ប្រទេសរបស់ខ្លួនឯងដែរឬក៏អត់អញ្ចឹងលោកកំពុងតែសាបព្រោះប្រាប់សាធារណជនមហាជនថាប្រទេសខ្មែរគឺជាប្រទេសដែលអត់មានច្បាប់ទម្លាប់អត់មានច្បាប់សូម្បីតែច្បាប់កម្មសិទ្ធិបញ្ញាក៏អត់មានដែរមែនទេកំពុងតែនិយាយប្រាប់គេថាអញ្ចឹងមែនទេរាជរដ្ឋាភិបាលផ្នែកច្បាប់ផ្នែកអីគេខំតាក់តែងច្បាប់ឡើងក្នុងការប្រើប្រាស់នេះណាដែលលោកហ៊ានយកមកនិយាយគ្រប់គ្រងគ្នាដែលលោកគ្រប់គ្រងណាខ្ញុំមិនដឹងថាត្រូវជាអីមួយគ្នាទេអាហ្នឹងយកទៅគិតខ្លួនឯងទៅដែលលោកយកមកនិយាយបែបហ្នឹងលោកកំពុងតែប្រាប់គេហើយមែនទេថានៅក្នុងស្រុកខ្មែរអត់មានច្បាប់ទម្លាប់ហើយអីដែលអស់សំណោចមកគឺគាត់បានប្រៀបធៀបជាមួយនឹងការប្រើកុំព្យូទ័រអា license crack អីអញ្ចឹងណាយកមកប្រៀបធៀបជាមួយករណីហ្នឹងនៅក្នុងតក្កវិជ្ជាឬក៏ជីវិតពិតណាបើសិនជាយើងប្រៀបធៀបទៅទង្វើដែលគាត់កំពុងតែព្យាយាមប្រាប់អ្នកដែលពួកអស់ហ្នឹងគឺគេហៅថា what aboutism ដែលវាមានន័យថាគឺជាការងាកទៅទាញយករឿងផ្សេងមកនិយាយដើម្បីជាការដោះដូរកំហុសដែលខ្លួនឯងកំពុងតែប្រព្រឹត្តហ្នឹងបានន័យថាការដែលគេប្រើ software crack ឬក៏អីហ្នឹងវាមិនមែនជាលេសដើម្បីឲ្យពួកដែលយករឿង Hollywood ហ្នឹងយកមក
បោះគេយកមកលក់អញ្ចឹងទេអញ្ចឹងគេធ្វើចោលគេអត់អីអ្នកឯងត្រូវតែធ្វើចោលដែរមែនអញ្ចឹងអាភាពតែលួចបោះគេយកមកប្រើនេះវាខ្លាចជារឿងស្របច្បាប់មែនឬក៏មិនកុំអីក៏ខ្ញុំអត់និយាយដែរប៉ុន្តែដោយសារតែគាត់ធ្វើការដល់ថ្នាក់តនរស័ក្តិដល់ថ្នាក់សាក់4ជាអ្នកដែលរបៀបថាគួរតែដឹងច្បាប់បំផុតពីច្បាប់ប៉ុន្តែគាត់បែរមកនិយាយគ្រប់គ្រងបុគ្គលដែលប្រព្រឹត្តខុសច្បាប់ឲ្យធ្វើបន្តទៀតហើយក៏ជាការសាបព្រោះឲ្យមហាជនមើលឃើញថាធ្វើទៅអត់អីទេមែនធ្វើខុសច្បាប់អត់អីមែនហើយក្នុងនាមជាមន្ត្រីដែលមានឋានន្តរស័ក្តិដល់ទៅសាក់4ណាគាត់ប្រើពាក្យថាមិនបាច់ទៅរវល់ទេបាច់ទៅខ្វល់អីទេបញ្ជាក់ចេញពីសំណេររបស់មន្ត្រីម្នាក់អ្នកទាំងអស់គ្នានេះស្មើនឹងការប្រាប់ប្រជាពលរដ្ឋថាកុំទៅខ្វល់នឹងអំពើខុសច្បាប់អីដែលនឹងវាខ្លាចជាការបំបត្តិទឹកចិត្តអ្នកដែលគេធ្វើការដែលមានកម្មសិទ្ធិបញ្ញាច្បាស់លាស់ដែលគេព្យាយាមធ្វើអីដោយស្របច្បាប់ធ្វើឲ្យមានក្រិតក្រមអីចឹងណាវាជាការបំបត្តិទឹកចិត្តគេតែគេព្យាយាមគោរពច្បាប់ទម្លាប់អីហ្នឹងណាគឺត្រូវបែរមកធ្វើការលើវាថាផ្លូវកាត់ចឹងមែនអ្នកនរដឹងអត់ថា YouTube ស្រុកខ្មែរជាប់ black list គេឡើងប្រហែលឆ្នាំចង់10ឆ្នាំតម្រាំតែគេបើកឲ្យប្រើប្រាស់វិញឲ្យវាថា content creator មានការរកចំណូលបន្ថែមបង្កើនចំណូលអីចឹងណាគឺ5 6ឆ្នាំ7 8ឆ្នាំអីដែរតម្រាំតែគេបើកឲ្យវិញហ្នឹងណាវាជាសញ្ញាប្រាប់ថាការដែលខ្មែរយើងត្រូវបានស្ថាប័ននេះស្ថាប័ននោះ black list ហ្នឹងគឺការចេញពីទំនួលខុសត្រូវអ្នកដែលពាក់ព័ន្ធនៅក្នុងបញ្ហាហ្នឹងចេតនានៃការសារព្រោះ comment បែបនោះដែលចេញពីសំណេររបស់មន្ត្រីនៅដែលស្ថិតនៅក្រោមច្បាប់គឺពិតជាទទួលយកអត់បានមែនសម្រាប់សំណួរដែលខ្ញុំចង់ចោទសួរដែលមិនមែនជាការចោទប្រកាន់ទៅខាងគាត់ហ្នឹងណាក្នុងនាមជាមន្ត្រីការិយាល័យម្នាក់ដែលធ្វើការនៅក្រោមច្បាប់តើគួរតែជួយពន្យល់ឬក៏ជួយជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ស្ដីពីសិទ្ធិកម្មសិទ្ធិបញ្ញាឬក៏សិទ្ធិអ្នកនិពន្ធដែលបានចែកឆ្នាំ2003ហ្នឹងឬក៏យ៉ាងណាគួរតែដែរឬក៏អត់តើនឹងអាចយកមកពិចារណាបានដែរឬក៏អត់ថាវាគឺជាខែលនៅក្នុងការការពារអ្នកដែលលួចយកកម្មសិទ្ធិបញ្ញារបស់អ្នកផ្សេងយកមកលក់លុយចូលកប៉ៅរបស់ខ្លួនឯងហើយដើរក្អេងក្អាងជេរគេជេរឯងពេញបណ្ដាញសង្គមបញ្ជាក់ណាដល់គ្នាខ្ញុំអត់មានគិតថាចង់រំលើកបាក់កកាយមកវាថាវែកញែកថាអ្នកណាជាអ្នកណាបានធ្វើអីនោះទេប៉ុន្តែទង្វើអ្នកឯងនេះវាហួសជ្រៅពេកដល់ថ្នាក់ផុសវីដេអូជេរញាតសន្តានម៉ែឪគេវាយកម៉ែឪគេមកពាក់ព័ន្ធយកមុខរបរយកភេទយកអីរបស់គេមកពាក់ព័ន្ធជន់ឈ្លីហ្នឹងអ្នកឯងអីក៏អាងម៉េះរកស៊ីខុសច្បាប់សោះមិនសើមួយថ្ងៃស្អីគេផុសវីដេអូគេហៅពួកខ្ញុំហ្នឹងថាបណ្ឌិតស្មូមខ្ញុំដាក់ QR code នៅលើ YouTube អីចឹងណាហើយមាន fan ដែលវាថាគេស្រឡាញ់គេចូលចិត្តហើយគេវាថាគេចង់បង្ហាញក្តីស្រឡាញ់ដោយប៉ៅកាហ្វេផឹកអីចឹងណាវាហៅទង្វើហ្នឹងថាជាទង្វើសុំទានតែវាមានចេតនាក្នុងការឲ្យនិយមន័យពាក្យថាសុំទានហ្នឹងគឺជាទង្វើថោកទាបហើយនឹងគួរឲ្យខ្ពើមរអើមហើយវានិយាយពេញមាត់ថាស្មូមនេះស្មូមនោះសុំទាននេះសុំទាននោះអីចឹងណាហើយសូម្បីតែគ្នាវាក៏បង្កើតរូបភាពរបៀបថាដាក់រូបខ្ញុំនឹងធ្វើអ្នកសុំទានអ្នករើសសម្រាមឬអីចឹងណាពួកឯងអីក៏ប្រែកន្លះលឿនមាសមុននឹងទៅធ្វើដើម្បីអ្នកក្រធ្វើដើម្បីកូនខ្មែរសោះឥឡូវគ្រាន់តែគេអ្នកសុំទានគេអ្នករើសសម្រាមក៏ពួកឯងរើសអាងដល់ថ្នាក់នឹងដែរអានឹងមិនទាន់រាប់ម្នាក់ស្រីដែលរើសអើងគេមើងងាយមើលថោកជន់ឈ្លីភេទរបស់គេគ្រាន់តែគេ LGBT នឹងផងសួរថាពួកឯងធ្វើដើម្បីអ្នកណារាល់ថ្ងៃហ្នឹងពួកអាចោចិត្តជាពាក្យថាចោចិត្តជាពួកឯងនិយាយព្រោះស្ដាប់សបើមណាសារអីឯងនិយាយដើម្បីឲ្យខ្លួនឯងល្អមើលទាញយកមនោចេតនាទាញយកការសន្តោសប្រណីពីប្រជាពលរដ្ឋតែគាត់តាមមិនទាន់ល្បិចរបស់ពួកឯងហ្នឹងណាមកឲ្យចូលខាងពួកឯងហើយមុននឹងក្រែងជេរគេច្រះឆ្អេះម៉ែឲ្យគេពេញហ្នឹងទៅហើយមិនក៏ស្លូតម៉េះឥឡូវហ្នឹងសាកអ្នកដែលពួកឯងកំពុងតែនិយាយល្អជាមួយហ្នឹងណាគេមានការរិះគន់ឯងពឹបពួកឯងនឹងចេញកតុយពីលរបស់ក្រុមពួកឯងហ្នឹងណានាំគ្នាទៅជេរប្រមាថគេទាំងតបដូចតែគ្នាទេចង់ដឹងសាកមើលទៅអ្នកដែលកំពុងតែគ្រប់គ្រងវានឹងសាកតែរិះគន់វាសាកតែវាថាមាននិយាយអីដែលប៉ះពាល់ដល់ផលប្រយោជន៍ឆ្នាំងបាយចោលរបស់ពួកវានឹងភ្លាមពួកវាអត់ទុកអ្នកឯងទេខ្ញុំប្រាប់វានឹងមើលឃើញភាពទុនខ្សោយដែរអ្នកឯងអត់អាចតបតអីវាបានដោយវាលើកតបទៅជេរប្រមាថតអ្នកឯងវាថាអោនក្បាលចុះនៅក្នុង social media ហ្នឹងហ្មងអត់ហ៊ានងើបមកវិញហ្មងបែបផ្សាយអញ្ចឹងមកកណោយើងស្គាល់មកកណោអ្នកនរគ្នាប៉ុន្តែគាត់ថាគេទាំងអស់នោះគឺគេនៅស្ងៀមគេមិនចេញមុខផងគេមិនដែលតតាំងអីផងហើយខ្ញុំនិយាយនេះក៏មិនមែនក្នុងនាមតែខ្ញុំម្នាក់ឯងដែរគឺវាមានការប៉ះពាល់គេមកកណោអ្នកច្រើនអ្នកដែលគេអត់មានឱកាសនៅក្នុងការបង្កើតជាវីដេអូចេញមុខនិយាយអ្នកខ្លះគ្នាគ្រាន់តែជានិយាយថាបុគ្គលធម្មតាទូទៅដែលគ្នាគ្រាន់តែមានការរិះគន់ថាអូធ្វើបែបហ្នឹងមិនល្អទេអីអញ្ចឹងណាគឺជេរប្រមាថគេហ្មងវាអាងគេអត់មានវាថាសមត្ថភាពនៅក្នុងការលើកតបដូចវាលើកតបទៅជេរវាញាតសន្តានញាតវងតកូលដូចវាបញ្ជាក់ណាដល់នេះខ្ញុំអត់ដែលមានចេតនានៅក្នុងការបង្កើតអូខេដល់ថ្នាក់ជា campaign អីនៅក្នុងការពហិការកំប្រើរបស់ copy ឬក៏កំប្រើរបស់ធនអន់ grade A ឬក៏របស់ free របស់អីខ្ញុំអត់ដែលមានការបដិសេធអស់នឹងទេព្រោះដឹងថាដើមទុននៃជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នាអញ្ចឹងប្រើទៅតាមសមត្ថភាពរបស់ខ្លួនឯងទៅឬក៏រកទៅតាមសមត្ថភាពរបស់ខ្លួនឯង
ចឹងទៅអាហ្នឹងយល់ព្រោះវាជាតក្កវិជ្ជាមួយប៉ុន្តែអ្នកដែលប្រភេទហ្នឹងភាគច្រើន10ទាំង10តែម្ដងគឺគាត់លក្ខណៈថា low key តែម្ដងលក្ខណៈថាមិនធ្វើអីជាការអួតអាងឬក៏មិនធ្វើអីជាការសំញែងដោយបុគ្គលដែលមានឈ្មោះថារដ្ឋរទ្ធីសៀកេសរមីលាហើយបុគ្គលដែលមាន account Facebook Daravit ហ្នឹងដែលចូលចិត្តចេញមកជេរប្រមាថការទៀនគេនៅក្នុង Facebook ហ្នឹងណាជាការស័ក្តិសមអត់ដែលអ្នកឯងនេះហ៊ានដល់ថ្នាក់នឹងនេះហើយខ្ញុំនិយាយចឹងណាអ្នកនរគ្នាគឺ 100% មានការប៉ះពាល់ហើយមិនថាប្រយោជន៍របស់អ្នកឧបភោគទូទៅក៏ដូចជាឈ្មោះបុគ្គលមន្ត្រីប៉ូលីសខាងដើមដែលខ្ញុំបានលើកយកមកនិយាយដែលគាត់ពាក់ព័ន្ធចូលមក comment នៅក្នុង post ដែលពួកគេហ្នឹងខាងគេហ្នឹងជេរប្រមាថការទៀនមកមហាជនក៏ដូចជាខ្ញុំឬក៏អ្នកផ្សេងតទៀតគឺវាមានការប៉ះពាល់ 100% ហ្មងហើយខ្ញុំក៏អត់ដឹងថាសុវត្ថិភាពរបស់ខ្ញុំនឹងខ្លាចជាយ៉ាងណាដែរអានេះគ្រាន់តែអ្នកនរគ្នាដែលបានស្ដាប់ clip នេះជួយធ្វើសាកសីផងទៅតែខ្ញុំអត់មានបាននិយាយចំទេណាថាអ្នកណានឹងធ្វើអីឬក៏មានរឿងអីកើតឡើងលើខ្ញុំអីណាតែគាត់ថាអូខេយើងប៉ះពាល់គេហើយគ្រាន់តែគោលបំណងរបស់ខ្ញុំនៅក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលស្ថិតនៅក្រោមច្បាប់ចង់ឲ្យមានការចេញមកបកស្រាយឲ្យច្បាស់នៅពាក្យសម្ដីតាមរយៈសំណេរដែលលោកបានបន្សល់ជាលក្ខណៈ digital footprint នៅលើ social media ហ្នឹងថាតើនឹងគឺជាការឲ្យដៃជាការលើកទឹកចិត្តឬក៏ការចូលខាងលក្ខណៈ take side ដែរឬក៏អត់ហើយខ្ញុំគិតថារឿងនឹងមិនបញ្ចប់ត្រឹមនឹងទេនឹងមានវគ្គបន្តទៀតឡើងមកប៉ុន្តែអត់អីទេមួយរយៈនេះការងារខ្ញុំអត់សូវបុកមកដែរទេអញ្ចឹងអាចមានពេលកំដរបានសូមបញ្ជាក់ថាបើសិនជាមានករណីដែលត្រូវការកោះហៅទៅនិយាយគ្នានៅក្នុងស្នងការប៉ូលីសខ្ញុំដែលជាម្ចាស់វីដេអូរីករាយនឹងសហការប៉ុន្តែត្រូវឲ្យបុគ្គលដែលមានឈ្មោះថារដ្ឋរទ្ធីសៀកេសរមីលាបុគ្គលដែលកាន់ account Daravit ពិសិដ្ឋនិងអ្នកពាក់ព័ន្ធផ្សេងទៀតដែលនៅក្នុងបណ្ដាញរបស់ពួកវាទៅទាំងអស់គ្នាដើម្បីប្រឈមជាមួយនឹងមុខច្បាប់ដើម្បីរកសខ្មៅឲ្យឃើញថាតើអាជីវកម្មដែលពួកវាកំពុងតែប្រកបរបររកស៊ីរកលុយចូលកប៉ៅរបស់ពួកវានឹងជាអាជីវកម្មស្របច្បាប់ពិតមែនដែរឬក៏អត់ដែលវាអួតក្អេងក្អាងថាវាបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មអញ្ចឹងបើសិនជាពួកទាំងនេះពិតជាខ្លាំងដូចជាអ្វីដែលវាព្យាយាមផុសជេរគេប្រមាថមើលងាយគេនៅលើ Facebook មែនណាអាចតតាំងជាមួយនឹងខ្ញុំបានហើយសម្រាប់អ្នកណាដែលជាជនរងគ្រោះដែលត្រូវបានវាជេរប្រមាថមើលងាយអាចតាក់ទងមកខ្ញុំបានដើម្បីផ្ដល់ជាភស្តុតាងក៏ដូចជាពិភាក្សាគ្នាថាយើងគួរតែមានចំណាត់ការយ៉ាងណាអូបញ្ជាក់អាចទៅមើល YouTube ខ្ញុំបានតាមធម្មតាអត់មានការ take down វីដេអូឬក៏បាត់ channel អីទេគឺវីដេអូខ្ញុំមាន guideline ត្រឹមត្រូវមានការអនុញ្ញាតឬក៏ approve ពី distributor ពីខាងម្ចាស់ copyright គេផ្ទាល់តែម្ដងប៉ុន្តែបើសិនជាករណីវីដេអូបាត់ឬក៏ YouTube បាត់អានឹងសូមឲ្យដឹងផងថាដោយសារតែអ្វីបាទអរគុណបាយបាយ